ជំងឺប្រឡាស់គឺជាជំងឺមួយប្រភេទដែលភាគច្រើនកើតនៅលើស្រកប្រាំងមានដូចជាពូជ OM5451 ពូជណាំកងបងពូជ5មេដើមឬក៏ជាប្រភេទពូជផ្សេងទៀតដែលកើតនៅលើស្រកប្រាំងជំងឺប្រឡាស់នេះដែលមានឈ្មោះជាភាសាអង់គ្លេសថា Rye blast ឬក៏ឈ្មោះវិទ្យាសាស្ត្រ Pericardiaria បាទជំងឺប្រឡាស់នេះមានសភាពជារង្វង់ឬក៏ពងក្រពើដែលមានពណ៌ខ្មៅរុំព័ទ្ធជុំវិញនិងមានសបាទដែលមានពណ៌សនៅខាងក្នុងបាទជំងឺប្រឡាស់នេះគឺកើតឡើងភាគច្រើនគឺបង្ហាញឲ្យឃើញថាបាទការប្រើប្រាស់អាសូតលើសបាទហើយក៏វាមានកើតនៅលើស្លឹកជាចំណុចចាប់ផ្ដើមហើយនេះគឺជារូបភាពដែលជាចំណុចចាប់ផ្ដើមបាទមានភាពបៃតងនិងកូនតូចល្អិតឬក៏រង្វង់តូចដែលមានភាពបៃតងនៅចំចំណុចកណ្ដាលបានន័យថាជំងឺប្រឡាស់គឺវាចាប់ផ្ដើមឬក៏វាទើបតែនឹងចាប់ផ្ដើមកកើតនៅជំងឺប្រឡាស់នេះបាទហើយស្រូវនេះដែរគឺជាពូជ OM5451 ឃើញថាវាចាប់ផ្ដើមមានជំងឺប្រឡាស់នេះផងដែរជាចំណុចចាប់ផ្ដើមនៃជំងឺប្រឡាស់គឺកើតឡើងនៅលើស្លឹកអុចនៅលើស្លឹកតមកបើសិនជាយើងមិនបានព្យាបាលវាបានល្អទេបាទអញ្ចឹងគឺវាអាចកើតទៅជាជំងឺពុកគល់ដែលជាជំងឺធ្ងន់ធ្ងរសម្រាប់ស្រោប្រាំងរបស់យើងបាទជំងឺពុកគល់គឺកើតឡើងនៅពេលដែលយើងមានជំងឺប្រឡាក់ហើយយើងមិនបានបាញ់ថ្នាំព្យាបាលឬក៏ការពារឬក៏យើងព្យាបាលបានល្អទេហើយយើងបាច់យកជីដែលមាន NPK ជាពិសេសដែលជីដែលមាន N ខ្ពស់គឺបាយទៅធ្វើឲ្យស្រូវហ្នឹងកាន់តែមានជំងឺប្រឡាក់កាន់តែច្រើនបណ្ដាលឲ្យខ្លាយជាជំងឺពុកគល់បាទបន្ទាប់មកបើសិនជាយើងមិនបានព្យាបាលវាដិតដល់ទេបាទវាអាចនឹងឈានទៅដល់ជំងឺរលាកស្ទប់ស្លឹកនិងជំងឺមូលកបាទដែលគេហៅថាជំងឺរលាកកគួរជាដើមបាទអញ្ចឹងគឺដើមកំណើតនៃជំងឺប្រឡាស់គឺវាមានច្រើនស្ថានវាអាចកើតនៅលើស្លឹកហើយក៏វាអាចកើតនៅលើជង្គង់នៃស្រូវហើយក៏វាអាចកើតនៅលើកគួរបាទនៅពេលដែលវាចេញមកហើយយើងមិនបានសម្អាតឬក៏ព្យាបាលជំងឺប្រឡាស់នោះបានរួចរាល់ទេវានឹងឈានទៅដល់ជំងឺមូលកនេះផងដែរបាទអញ្ចឹងបើសិនជាវាកើតនៅជំងឺមូលកនេះហើយឬក៏ជំងឺរលាកជង្គង់អញ្ចឹងធ្វើឲ្យស្រូវបាទបាត់បង់នៅការដឹកនាំអាហារដើម្បីក្នុងការដាក់ម្សៅឬក៏ដាក់ទឹកដោះនៃស្រូវនោះបានល្អអញ្ចឹងវាធ្វើឲ្យស្រូវហ្នឹងស្កកច្រើនបាទអញ្ចឹងស្កកច្រើនគឺអត់ដាក់គ្រាប់ទេបាទអញ្ចឹងគឺស្រូវហ្នឹងស្រាលបាទ